Let's learn with Hang Hang តើកូថ្ងៃនេះយើងនឹងរៀនអំពីព្យញ្ជនៈទាំង33តួព្យញ្ជនៈដំបូងគឺព្យញ្ជនៈអក្សរកដូចជាអ្វីដែរកូនកដូចជាកង់ដូចជាកង្កែបអង្គុយជិតកង់អក្សរខខោម្ដាយសុខែកំពុងដេកខោតែអក្សរបន្ទាប់ជាអក្សរអ្វីដែរកូនព្យញ្ជនៈគោដូចជាគោសត្វគោកំពុងស៊ីស្មៅជាអាហារព្យញ្ជនៈបន្ទាប់គឺខឃ្មុំសត្វឃ្មុំកំពុងក្រេបលំអងផ្កាកូនស្គាល់សត្វឃ្មុំទេកុំលេងចិត្តឃ្មុំណាព្យញ្ជនៈអក្សរងាវមីងៀកំពុងញ៉ាំងាវអក្សរចាបកំពុងរង់ចាំចំណីអក្សរឆ្មាកំពុងស៊ីត្រីព្យញ្ជនៈជ្រូកសត្វជ្រូកកំពុងធ្វើអ្វីដែរកូនសត្វជ្រូកកំពុងតែរត់លេងជាមួយសត្វចង្រិតបន្ទាប់មកទៀតព្យញ្ជនៈអក្សរឈូកលោកយាយឈុំកំពុងបេះផ្កាឈូកស្អាតណាស់អក្សរញើជានប្រើញើដាំដែកកូនអក្សរបន្ទាប់គឺអក្សរដដំរីដើររកស៊ីក្នុងព្រៃដំរីធំណាស់អក្សរថានីពូឋានអង្គុយចាំរថភ្លើងក្នុងថានីអក្សរដួងឌីណែចិញ្ចឹមដង្កូវដួងកូនស្គាល់ដង្កូវដួងទេអក្សរធីមរ៉ាធានីកំពុងមើលសត្វធីមរ៉ាកូនឆ្ងប់ឃើញធីមរ៉ាទេអក្សរនឹងស្បែកធំឬគេហៅថាល្ខោនស្បែកធំអក្សរត្រីរស់នៅក្នុងទឹកកូនឃើញត្រីទេត្រីច្រើនណាស់អក្សរថោមីងថាលក់ថោផ្កាអក្សរទាសត្វទាទៅតែស្លាប់ចុះហែលទឹកអក្សរធុងសុធីយកធុងស្រោចផ្កាអក្សរនាគស្រីនាគកំពុងគូររូបនាគកូនចេះគូររូបនាគទេអក្សរបូណាកំពុងលេងបាមើលទៅសប្បាយណាស់អក្សរផ្កាផារីដើរលេងក្នុងសួនផ្កាស្អាតទេកូនអក្សរពពេលោកតាកំពុងហៅពពេច្រើនណាស់អក្សរភេកំពុងធ្វើអ្វីកូនសត្វភេចុះទឹកចាប់ត្រីអក្សរមាន់រងាវពេលព្រឹកព្រលឹមអក្សរយាយលោកយាយនាំចៅដើរលេងអក្សររុយរម្ហូបដែលនៅសល់អក្សរលាសត្វលាកំពុងទំពាអាហារ
គុំស្គាល់សត្វលាទេអក្សរវវត្តមនុស្សម្នានាំគ្នាទៅវត្តកូនធ្លាប់ទៅវត្តទេអក្សរសសេះពូសំកំពុងជិះសេះសហហេលស្រីទូចរៀនហែលទឹកតើកូនចេះហែលទឹកដែរទេឡលែនកំពុងបើកលើដងផ្លូវអក្សរអូតសត្វអូតកំពុងតែដើរលើវាលខ្សាច់កុំភ្លេច subscribe